ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកបងប្អូនទាំងអស់គ្នាថ្ងៃនេះមករៀនពីរូបមន្តប្រចាំហាងរបស់នាងខ្ញុំមួយទៀតណាបងប្អូនខ្លះក៏ធ្លាប់បានឃើញវីដេអូដែលនាងខ្ញុំធ្វើមុនមកប៉ុន្តែនេះគឺជារូបមន្តដែលនាងខ្ញុំអាប់ដេតចុងក្រោយគេខ្ញុំលក់ជាប្រចាំថ្ងៃរាល់ថ្ងៃនឹងអញ្ចឹងណាបងតោះកុំឲ្យខាត់ពេលយូរមកមើលពីរបៀបធ្វើទាំងអស់គ្នាបងដំបូងគឺនាងរូបមន្តនាងខ្ញុំធ្វើនេះគឺរូបមន្តអាយឡាតេបងប្អូនគឺដំបូងយើងត្រូវការកាហ្វេចំនួន2 shot បងប្អូនអាយឡាតេយើងកិនកាហ្វេហើយយើងធ្វើការសង្កត់បន្ទាប់មកដាក់ចូលក្នុងម៉ាស៊ីនទឹកកាហ្វេនាងខ្ញុំយកចំនួន80 ml បងបន្ទាប់មកទៀតយើងប្រើជាមួយនឹងជាតិផ្អែមគឺនាងខ្ញុំប្រើជាមួយនឹងទឹកស្ករបងប្អូនទាំងអស់គ្នានាងខ្ញុំអត់ប្រើជាមួយនឹងទឹកដោះគោខាប់ទេកន្លែងខ្លះគាត់ប្រើទឹកដោះគោខាប់អញ្ចឹងណាប៉ុន្តែកន្លែងនាងខ្ញុំគឺនាងខ្ញុំប្រើជាមួយនឹងទឹកស្ករប៉ុន្តែបើសិនជាភ្ញៀវគាត់កំងដាក់ដោះគោខាប់ក៏បងប្អូនអាចដាក់ឲ្យគាត់តាមនឹងដែរយើងក៏គ្រាន់តែធ្វើការដូរពីទឹកស្ករមកទឹកដោះគោខាប់វិញអញ្ចឹងទៅបងប្អូនទាំងអស់គ្នានាងខ្ញុំប្រាប់បងប្អូនម្ដងទៀតទឹកស្ករជាតិផ្អែម 100% គឺនាងខ្ញុំប្រើចំនួន40 ml ទឹកដោះគោស្រស់ Carnation ហ្នឹងគឺយើងលួចដាក់បន្តិចទៅបងប្អូនអាច10ទៅ20 ml ទៅដើម្បីវារៀងឈ្ងុយបន្តិចហើយសម្រាប់ទឹកដោះគោស្រស់បងប្អូនប្រើម៉ាកអីក៏បានដែរសម្រាប់នាងខ្ញុំគឺប្រើដោះគោក្តាស់ម៉ាក GAT ហ្នឹងបងប្អូនតម្លៃវាសមរម្យហើយរសជាតិអាចទទួលយកបានទឹកដោះគោហ្នឹងទឹកដោះគោ GAT ហ្នឹងគឺនាងខ្ញុំប្រើចំនួន100 ml បងប្អូនទាំងអស់គ្នាហើយសម្រាប់ទឹកដោះគោ GAT ហ្នឹងបើសិនជាបងប្អូនមានតម្រូវការក៏អាចតាក់ទងមកនាងខ្ញុំបានណាបងប្អូននាងខ្ញុំមាន supply សម្រាប់បងប្អូនដូចគ្នាដែរតម្លៃគឺធូរថ្លៃជាងបងប្អូនទិញនៅក្រៅណាបងចាបងប្អូនទាំងអស់គ្នាតែប៉ុណ្្នឹងគឺជាការស្រេចហើយយើងដាក់ទឹកដោះគោពីក្រោមបន្ទាប់មកយើងដាក់កាហ្វេពីខាងលើគឺអាយឡាតេគឺចេញមករៀងញែកជាន់បែបនេះបងប្អូនហើយរសជាតិវាគឺស្រាលស្រទន់ល្មមញ៉ាំសម្រាប់អ្នកដែលគាត់អត់សូវចេះញ៉ាំកាហ្វេក៏គាត់អាចញ៉ាំបានដែរអាយឡាតេនេះវាជារូបមន្តប្រចាំហាងរបស់ខ្ញុំក៏ខ្ញុំលក់ដាច់ទេសម្រាប់អាយឡាតេហ្នឹងណាអរគុណបងប្អូនទាំងអស់គ្នាតែប៉ុណ្្នឹងឯងយើងអាចលើកជូនភ្ញៀវបានហើយបងប្អូនពេលបងប្អូនលើកឲ្យភ្ញៀវបើបងប្អូនមាន free ជាទឹកតែមានអីអញ្ចឹងយើងជាការ add បន្ថែមអញ្ចឹងអាចថែមជូនភ្ញៀវដូចនាងខ្ញុំបានហើយមួយវិញទៀតបងប្អូនពេលដែលយើងធ្វើហើយចប់យើងដោះដៃឆុងចេញពីម៉ាស៊ីនហើយគឺយើងត្រូវលាងសម្អាតវាគូវាចេញហើយយើងជូតជាមួយនឹងកណាត់សើមឬក៏យើងអាចលាងជាមួយទឹកក្តៅក៏បានដែរបងប្អូនហើយមួយវិញទៀតចំណុចដែលនាងខ្ញុំតែងតែធ្វើកុំឲ្យកាហ្វេឆ្ងៀមបងប្អូនយើងលាងជាមួយនឹងម្សៅហ្នឹងគឺយើងបើសិនជាយើងលក់ដាច់ខ្លាំងយើងតែងតែលាងដែរប៉ុន្តែនាងខ្ញុំជាទម្លាប់ទូទៅឆុងពី3កែវឬក៏1កែវ2កែវអញ្ចឹងនាងខ្ញុំនាងខ្ញុំតែងតែយកច្រាសដោះអញ្ចឹងដោះដើម្បីកាក់កាហ្វេចេញពីម៉ាស៊ីនហើយយើងបាញ់យើងចាក់ទឹកមកបន្តិចមកទឹកម៉ាស៊ីនហ្នឹងបងប្អូនវាស្អាតហើយវាឆ្ងៀមពេលដែលយើងបិទម៉ាស៊ីនហើយយើងបើកម្ដងទៀតក៏អត់បញ្ហាដែរអញ្ចឹងនេះគឺចំណុចសំខាន់មួយដែរបងប្អូនត្រូវធ្វើហ្នឹងបងប្អូនថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនាកុំភ្លេចជួយ like subscribe និង share វីដេអូបងប្អូនមួយផងណាដើម្បីទទួលបានវីដេអូថ្មីៗបាយបាយ